Và video này mình sẽរបៀបស្វែងរក page អញ្ចឹងយើងចូលទៅក្នុង Facebook មកហើយចុចកន្លែងសញ្ញា search នេះក្រោម profile របស់យើងក្រោមរូបកណ្ដឹងហ្នឹងចុចមកតោះមកយើងវាយនៅកន្លែង search ហ្នឹងយើងវាយពាក្យថា job Thai Facebook អញ្ចឹង SB អញ្ចឹងណាបាទអញ្ចឹងមក job Thai SB អញ្ចឹងចុចពាក្យហ្នឹងមកតោះយើងអូសមកក្រោមមកឃើញមានពាក្យឃើញមាន page មួយមាន profile រូប passport ហើយដាក់ឱកាសការងារហ្នឹងហើយឈ្មោះស្វែងរកការងារស្រុកថៃបាទយើងចុចលើហ្នឹងមកបាទតោះមកយើងចុចលើ message ហ្នឹងឬក៏ផ្ញើសារហ្នឹងមកបាទយើងចុចមកតោះមកដល់កន្លែងនេះបើសិនបើយើងចង់ call ទៅ page ធ្វើមិនអញ្ចឹងបាទបើសិនបើយើងចង់ call ទៅ page យើងគ្រាន់តែ hide មក page មួយមកបាទអញ្ចឹងយើងទៅ Messenger អ្នកដែលមាន Messenger យើងចុចលើ Messenger មកអ្នកចុចលើ profile ណាចុចលើ profile មកបាទ load អ្នកដែលមាន Messenger មួយ load ទៅតែអ្នកដែលមាន Messenger 2ចុចមក Messenger មួយដែលយើងប្រើហ្នឹងបាទវាមកអញ្ចឹងបើសិនបើមានអញ្ចឹងយើងចុចតែរូបសញ្ញា call នៅខាងលើនេះយើង call ទៅ page បានណាបាទចុចតែរូបហ្នឹងមកយើង call ទៅ page ចូលណាបាទយើងអាចចុច allow មកហើយចុចallow គេមកបាទបាទយើងអាច call ចូល page បានអញ្ចឹងវីដេអូហ្នឹងរបៀប call មក page បានដោយមិនចាំបាច់ call តាមលេខទូរស័ព្ទទេ